ប្រភេទរ៉ូណានៅក្នុងការលេងចាំង color ជាមួយនឹង Lin ព្រោះដោយសារ CU នេះគឺលេខបានគ្រប់ទម្រង់បន្ថាជាមួយនឹង control ឬក៏ assassin ក៏សិតតែប្រើប្រាស់បានអត់ជាពិសេសគឺលីអមរបស់ detective គឺគួរឲ្យខ្លាចខ្លាំងមែនតើមែនតែលីអមណាកវិននេះវាទេតែលីអមថាណាកវិនក៏ថាដែរបើកអត់បានហ្មងនិយាយជំនួសទៅ CU ហ្នឹងគឺបើកវិនអត់កើតយកហ្មងបើកខ្លួនអត់យេរំ3ហេរ៉ូដែលជា signature ហ្មងណាដែលគួរឲ្យខ្លាចហ្មងមាន3 Fredrin Leo Genevieve 3ហ្នឹងគឺ3សាច់ហ្មង3សាច់ hero តែគាត់ថាដូចនិយាយអញ្ចឹងបើ control ឃើញត្រាស់ម្សិលមិញគឺជាត្រាស់របស់កូឆៃដែលត្រៀមយកមកវាយត្រាស់ control ហ្នឹងហើយបាទអញ្ចឹងមួយគេមើល3 pick 3 band ត្បូងតាបាទយ៉ាពេលវេលាកំពុងតែរាប់ថយក្រោយច្រាស់នៅក្នុងវគ្គមួយនេះកំពុងតែខិតចិត្តចូលមកដល់នៅគ្នាប៉ុណ្ណេះចាំមើលតើគូមួយនេះណានឹងនាំមកនៅក្នុងវគ្គទី1មុននៅគ្នាប៉ុណ្ណេះហើយត្រាហ្វិកនឹងមានអ្វីពិសេសដើម្បីបំរើអារម្មណ៍ទស្សនិកជនដែលកំពុងតាមដានទស្សនាមិនថាលើ page YouTube MBL Cambodia និងអ្នកដែលកំពុងទស្សនានៅ MBL Cambodia Arena ផ្ទាល់ដូចគ្នាប៉ុណ្ណេះ Amigo Pop កូឆៃក៏ដូចជា PChain Random Map Draw គិតមើល map អីគេ Expanding River ល្អមកបាទតន់ចេញណា Expanding River Pro Cannonball បានហើយ3ដងណា3ហ៎4ណានេះចាំ4ណានេះ Pro Cannonball វគ្គមុន3វគ្គគូមុន3វគ្គយកមក3វគ្គនេះ1វគ្គទៀត4វគ្គសូរ៉ាទៅវាងមួយកលាទៅដែរជូស៊ីនក៏បាត់ដែរសុំទៅតាមដែរបាទសូរ៉ាកលាតោងគ្នាមកសនំទៅបាត់ហើយFreya មួយទៀតប្រោនេះFreyaអាចបើកFreya អាចបើកអត់តែFreyaយើងធ្លាប់ឃើញតែ Freya សៀវស៊ីអ្នកលេងអត់ទាន់ឃើញស៊ីងអ្នកលេងទេ No line up នេះគឺជា line up គឺដែលមានស៊ីងនៅក្នុងហ្នឹងបាទ line up នេះគឺជា line up ដែល 3 pit champion ហើយដូរតែ mid lane មួយគត់បាទ one team one winner who ឆាត CPU ឬក៏ Galaxy បាទ GXL បាទធ្វើការឆាត់នៅក្នុង live មិនថា Facebook ក៏ដូចជា YouTube channel ទេនេះគឺជាការប្រកួតប្រជែងរវាង Baby Shark ក៏ដូចជា Galaxy Fam ណ៎ឃើញអត់គេទៅវាបើក៏បានមកណែចុះបើគេយកចាំមើលសិនអត់តន់ដល់បាទតែបើបិទអញ្ចឹងបើសិនជាស្លឹកទី3ហ្នឹងបិទFreya មួយទៀតតើហ៊ានយក Fredrin អត់ Fredrin first pick ហ៊ានអត់បើអត់ចូលគេខាងនេះគេយកទៅ Glue គេយកទៅ Fredrin លេងដែរគេពីរក្រុមនេះគឺជាពីរក្រុមដែលមិនមែនពេលនេះFreya វត្ត Freya មួយបាទយាស៊ីងមិនចង់ប្រើជាមួយនឹង Freya នោះទេអាចជា secret weapon អត់អាចដែរយេតែ secret ស្រុកពួលប្រយ័ត្នរបូតខ្លួនឯង last band បាទនៅសល់ Fred Baxia ទុកឬក៏មិនទុកឬក៏លីអមតទាំងហាលីអាចគួរតែទុកដែរឬទេស្គាល់ Marcel ទេនោះយ៉ា Marcel ក៏នៅសល់ទេតែកលូដូចមក Marcel ឲ្យបយម៉ៅពៀន5ទេធ្ងន់ណាបាទមានអីពួកម៉ាក់នេះណាមួយបយរុនដែរបយចយបាទ The Code បយចយបយម៉ៅបយម៉ាប់បយថ្មិញមិញបយបិទ Marcel មួយរីបិទ Marcel យេកលូម៉ាក់ first pick បានទេណាអាចដែរកលូអាចនេះ small land បានឃើញមិញ pro គេភ្លេចឲ្យមើលយើងមើលឲ្យគេយកទៅ EP យកមក hero meta ណាដែលនៅក្នុង first pick បច្ចុប្បន្នកាលសម្រាប់គូនេះឥឡូវបើយកកលូគេអត់ហ៊ានយក Fred ទេតែនៅសល់ហាលីគេយកលីអមតអីទៅតែនៅសល់ហាលីលីអមតមកកណ្ដោយើងយកកលូមុនដូចបបាយតែវាជាប្រភេទ hero flick គេមិនដឹងថាយើងយកទៅដល់ land ណាយើងអាចលាក់ EP បានមក land ទៀតឃើញវា flick balance បណ្ដាមកគិតច្រើនបាទសម្រាប់ក្រុមទាំងពីរគឺអត់មានប្រើថៃ pick ទេណាគូនេះយ៉ាតែ a lot a lot បើកគូនេះHarrod first pick អយយ Harrod សោពោវា a lot សោពោវា a lot Fred ពោវាធំណាស់ដែរ a lot Fred ពោវាយ៉ាតែបើយកពោវាមិនបានកាប្រាល់ a lot ចុះបើយកពោវាដល់ EP មិនយក a lot អីទៀតចាំបើថាណាបើយកពោវាកាប្រាល់គាត់ប្រើថៃ a lot ហ្នឹងខ្លាំងណាយកឥឡូវបើសិនយើងហ៊ានយក a lot Fred ឥឡូវគេយកគីឡូមកជីជន់យើងឥឡូវយើងគិតមិន
បាច់សិនណា វាសនាស្លឹក3យកមក Yeah ចាំបើគីឡូហ្នឹងជាគីឡូ EP មិនគីឡូរ៉ូមែន លុយភីក៏មិនខាតអីដែរខ្ញុំគិតថាក៏អត់សូវខាតសម្រាប់គាត់ អ វាអត់ខាតធ្ងន់ណា ព្រោះសារនៅលេខ EP វារៀងមានជាងនៅ លី លេខ អូ រ៉ូ ហ្វឺវាទេ I am not the only ហើយគាត់ដឹងដែរព្រោះធម្មតា hero ដែលយើងកំពុងតែចង់បានណាគេមកដល់យើងលេងអាចនឹងជាអន្ទាក់ យេ ណាមួយហ្វឺវាភីកមកចំណេញលេងជាមួយនឹង Harrod ដែរ យេ គីឡូវៈនេះភីកក៏អត់ចំណេញដែរមិនសូវជាចំណេញច្រើននោះទេព្រោះតែសារស្លុតទី3របស់ Galaxy Legend គាត់អាចដក mid lane មកបានទាំង Faramir និង Vexana យេតែយកtrang color ហើយមើលទៅសោះហើយលេខចា Chang color yes so you The color immortal one chose me to vanquish the shadows គីឡូនេះអាចគីឡូ HP of this world. យ៉ាចាំមើលភាពបាត់បែនរបស់ខាង team CRU Gaming គាត់អាចនឹងទៅលេងនៅក្នុង role មួយណា ព្រោះតែសារគីឡូ EP มันស្រួលដើមមួយពូវាស្រួលលេងពូវាណាមួយគេអត់ដឹងទេគេនៅចាំប្រិឌិកឡោយថាគីឡូនេះគឺគីឡូរ៉ូគឺគីឡូ EP ឃើញអាពេលមាន hero flick ចឹងស្រួលណាស្រួលលាក់បានមួយ lane យកមក ចាំមើល mid lane សម្រាប់លោកគ្រូឆាយអាចនឹងដក Faramir ឬក៏ Vexana ឲ្យមកលេងអាចអត់ឬក៏គាត់គិតថា Gold Lane គួរតែ pick មកហើយនៅក្នុង slot មួយនេះ ព្រោះតែសារអីអត់បើយកគីឡូទៅ EP វាអាចមានវាអាចរៀងមានជាងនៅរ៉ូមកព្រោះសារលុយវាច្រើនអូមកស្កើមកដល់គេមកហើយពីគៀន hero ជុំអត់តពីមីទេណាអត់ដល់ប្រែអូនថាលរុនណា យ៉ា អេយ៉ា អីមិនសមមិញអត់សូវដែរនឹងមិនសមមិញ វិញសំមិញស្រុត2ស្រុត3 Baller ចេញ slot ទី4អី អេស្រុត3ស្រុត4យូរណាស់រយស្លា សមមិញគូនេះទៅតាម Valentina ឥឡូវសល់ក៏វត្តចោលបាទជាមួយនឹងការ ban Tesla ចោល សិលជាមួយងើកក្បាលអូខេ ជាមួយនឹង slot ទី4សម្រាប់ CFU Gaming Sand rises when I give the word. កលិតឈូឬក៏មិនព្រោះបើកឈូបាក់លេងដែរ ចាឈូលើអែមឈូពងពេញអែម យេ គេដល់អា back swing មួយស្រួលដល់ព្រោះគេកាត់ដៃបានយកដៃកាត់ស្គីបានអូអែមដើម្បីគួង ការ ban ចុងក្រោយនៅក្នុង slot ទី5របស់ខាង Galaxy Legend Experience Land កំពុងតែខោចសម្រាប់បាទូមើលបាទូអាចនឹងបញ្ចេញ hero ថ្មីមកដែរឬអត់ឬក៏រុញកលូទៅ គី កាន់ ឡូទៅ EP Experience ហ្នឹង Land ហើយខ្ញុំពុំប្រិឌិកថាគីឡូទៅ EP ព្រោះបាត់អស់ អូ hero អស់ ច្រើន ស្ ដែរ លាយហ្នឹងញ៉ាអស់ឡាពូទៀត This land is Tesla, our Lapu, homeland, Arlene, and it will Nemo. soon be a burial ground. slot ចុងក្រោយមានការ ban របស់ CFU ដក roamer សំខាន់ចេញអស់ហើយជាពិសេស roamer ដែលមាន damage តែនៅសល់ heal ដែរនៅសល់ chew បាទនៅតែជាប្រភេទ hero ដែលមាន damage តែគាត់ថាបើយក heal ណាយកមកបាក់លេងជាមួយនឹងកលុងវិញ ហ្នឹងតែមើលរ៉ូមអស់ណា សល់បើគាត់ចង់លេងសល់ឲ្យ loss សល់កតតអីមកកណោទៀតយេហើយ loss កតតកតតអាចលេងបានដែរអត់នៅក្នុងវគ្គនេះមានរ៉ាវថា CU ទៅគ្មានខ្លាចជាមួយនឹង mid lane តែធម្មតាទេគាត់អត់ចង់មាន roam mid damage ទេអត់ចង់មាន roam mid damage តែនៅសល់ហៀលដាដែរបាទ យេសោះ heal ដែរ better than clip ទៅឈូ heal ដែរណា យេ slot ទី4កាបែនទៅ Galaxy Gold Lane ចេញហើយចង់ឥឡូវចេញឲ្យ Fin Lane ហើយនៅសល់ mid lane និង roamer យករ៉ូមមុននេះមកទៅលាក់មីតអី Hello ហើយនឹងចេញ Hello ឬក៏កាត់ចត់រោលេងលឿនឥឡូវ fast rotation នៅសល់ heal ណាហើយ rotation បានលឿន ដែរសល់ហៀលដា តកែ បើរ៉ូមអូយក instant Among the planes exists បា the ទ equilibrium បាទហើយ សល់បលែនដែរលេងបលែនបាន for. Yeah Valen Remy Valen ក៏បាន Kimmy ក៏បានតែបើយក Valen តតែមាន hero ជួយ clear lane លឿនដែរអញ្ចឹងឥឡូវសល់ hero clear lane លឿនសល់តិចណា សល់ហៀលដាហ្នឹងហើយ Halo ដែរឬក៏ Halo តែ Halo វគ្គនេះអត់ទេតែបើសារបើកលូនឹង Roamer អាហ្នឹងអូខេតែបើ Experience មួយទៀតតើគួរដាក់ hero ណាដែលជា Experience Lane នៅសល់ Ellie នៅសល់ Uranus ចាំមើលបាទូចង់លេងជាមួយនឹង front line ឬក៏ defense ឬក៏ damage
បើយើងយកគីឡូទៅ EP និយាយទៅណាមក ជើធាន Crowned by heaven's mandate. គេរកជើធាននេះក៏ទុក cover នៅក្នុងករណីដែលមានការ pick off មែនព្រោះ pick off ដូចជាអស់ហើយតា អត់មាន AP អស់ មានសល់តែ Franco ឯនឹងការចាដែលប្របាក់ pick ក្នុងវគ្គនេះហ៎ យ៉ា តែជើធានមួយនេះក៏ pick យកនៅក្នុងចេតនាមួយណាក្នុងការលេងcounter phobia បើ phobia មាន low តរជើធានខ្ទៀតចេញមកវិញយកមក ហ្នឹងហើយវាមាន passive long ចេញមកវិញរ៉ូម ហេលដា រ៉ូមឆ្លោះហៀលដាហ្នឹងហើយបាត់អស់ហើយ ហេលដាក៏តតក៏បានដែរក៏តតអាចលេងកាបូមួយ if បាន យេតែក៏តតលុតចាំហ្នឹងឯង load cover counter high low ហើយលុប អស់ My mission. ដល់ធ្វើ high low នេះណាមួយ high low មានកាទេល counter ទៅលើ high road ដែរ យេ មិន counter គាត់ថាមិនឲ្យយើង slow ពេក ណាមួយវាតាត់វារងចំនួនដៃរបស់ហារត់បានច្រើនណា បាទ Valence high low បាទយ៉ាបាទខូចមានការខ្សឹបប្រាប់បដូថា Vadu do everything បាទ do it បាទ do it បាទចាប់ត្រាស់នៅសល់ពេលវេលាជាច្រើនដែលធ្វើឲ្យខូចឈរចោលក៏មិនដាច់បាច់ផ្តែផ្ដាំអីនោះទេដោយសារគាត់ផ្តែផ្ដាំមកផ្ទះរួចហើយ យេគាត់រីម៉ាញគាត់រីម៉ាញ បាទអញ្ចឹងជាមួយនឹងការត្រាហ្វិកនៅក្នុងវគ្គទី1ក៏បានបញ្ចប់គ្រូបង្វឹកនិងជំនួយការគ្រូបង្វឹកក៏បានដើរចេញពីទីលាននៃការប្រកួតដូចគ្នាទុកបន្សល់តែជាមួយនឹងកីឡាករទាំង10រូបដើម្បីសម្រេចជោគវាសនាខ្លួនឯងនៅក្នុងការប្រកួត MPL Cambodia រដូវកាលទី10នៃវគ្គអបប្រកិត semi final នេះផងដែរនៅក្នុងវគ្គទី1 បាទជំនួបរវាង CMU Gaming បើគ្នាជាមួយនឹង Galaxy Legend នៅក្នុងវគ្គទី1 យេបចឹងយើងឃើញហើយបើសិនជាលបឿននៅក្នុងការ farm ក៏ដូចជា clear land គឺលបឿនខាង CMU រៀងលឿនជាង យ៉ាងនេះដែរដៃដែរ គាត់មានកលូកលូ ហៃឡូអាចយកឈាមទៅជួយ clear បាន បាទបបបកស៊ីអូ my god បាទ3 បាទបកស៊ីស្រុកបួយ៉ាត់មិត្តតបក្នុងវគ្គ បាទ លៀនយក attribute mark មែន ចុះមកតា speed នៅ S1 BBK Master Assassin នៅគ្នា អូខេបកស៊ីយក command basic ចឹងមិនផុយ យេ តែខេលម្លំ assassin ធម្មតានោះទេអតា speed S1 yes Gabriel attribute tank ជាមួយនឹង Cadenza Sing ក៏Sing គាត់យក master ទេក៏យក bargain Imsure កាត់ cooldown នឹង bargain ជាមួយនឹង attribute make ភាគច្រើន Golan Harrod គេយក bargain ភ្លើងអស់គ្នាកាប់យកភ្លាម Cadenza B នៅមានបញ្ហាថែមមកព្រួយទៀត ទៅផ្ទះទៅ អត់ចិត្តដាក់មកព្រួយទៀតបណ្ដោយរົບពេជ្រកម្ពុជាផាំងផោអាយ៉ា រៀង master នឹង Harrod ធម្មតាទេ Harrod មាន skill spam ទៅលើ wiki ច្រើនជាងបាទ Sing ណា ហ្នឹងហើយ តែ អូយ boxing flicker មួយបាទហើយ ពីដាច់មិនយើងអត់បានមើល mid lane ដែរមានរឿងអីកាត់ឡើងមិនបរុនចិត្តដាច់ចឹងតែក៏សោះ flicker ដែរ boxing ទៅផោក៏ដឹង បាទមករំខានពី boxy ចាក់ឈាមមកវិញដូចគ្នា បាទណាមួយវគ្គនេះដាក់រត់ថែមមកលឿនទេ ប៉ុន្តែវ៉ាដូអាចនឹង level 4 យឺតជាងទៅលើ Gabriel អីគ្នាតែ2មីនហ្នឹងក៏វ៉ែ4ហើយនេះវ៉ែ4ហ្មងយឺតជាងទៅអ្នកដែលយើងនិយាយថាយឺតជាងវ៉ែ4បាត់លៀមជាមួយទៅ total ចូលអុកជន់ហើយសេះវាយយកដល់លៀមជាមួយទៅ total ពីថេគីវជាមួយនឹងការអត់ទីជាប់ជើង3នាក់ប៉ុន្តែគាត់ឡាជីកោតទៅពេលនេះបើបងជាមួយនឹងលីនដេញវាយជាមួយនឹង SOD ក៏មកដល់គ្នាមកដែរមក SOD ដាច់ទៅលើ boxing យកដល់ម្ដងអូយចាចាប់ស្តានមួយកាប់3តង់ក៏លាស់មកអត់ក៏លាស់ទេថែមមកព្រួយទៀតមិនត្រូវទេប៉ុន្តែសិញដេញវាយកណ្ដឹងសាយកដល់ម្ដងសេវ៉ាវខ្ញុំចាប់អារម្មណ៍មួយអ្វីដែលរូបភាពAudition 80% ទៅលើ CU 20% ទៅលើ Galaxy Legend ខ្ញុំមិនឃើញរូបភាពមួយអ្វីដែលខ្ញុំចាប់អារម្មណ៍មកកប៊ីខ្ញុំមានអារម្មណ៍ថាចែRomer បើសិនជាផ្ទុះ total ភាគរយនឹង level 4 ប៉ុន្តែ Boxy មិញគាត់ទៅលួចយក experience grab ចឹងក៏ផ្ទុះ total ម៉ាំង level 4 ជីកយកមកហ្នឹងហើយអូវ៉ាវអត់មកយើងមើលកន្លែងនេះទៅរៀង ពី5យេអញ្ចឹងមិនបានពី5ហេកលាកោពី5បាទបើជាមួយនឹងការយកជាមួយនឹងត្រីយកតែម្ដងដោយសារគាត់មិញស្ដោះទៅខោចវាយលើលេនអូស៊ីងជាមួយនឹងក្រុមបាយកម្ពុជាបាទ
ក្រម3កម្ពុជា អូយអស់មួយណាលេងហើយបាទគាត់យក spam purify ណាសិងណា បាទ បាទអូខេបាទយើងមិនលេចដែរជាមួយនឹង Infinite GT 50 Pro 5G ជាទូរស័ព្ទលើកការនៅក្នុងការប្រកួត MPL Cambodia របស់យើងក៏ដែរ អូ ជាមួយនឹង Infinite មានជាមួយនឹង Full Liquid Cooling Gaming Phone ដំណើរដល់បន្ទះ chip D8400 បាទ Automatic Gaming 5.5G លេខ Mobile 120 FPS មួយធ្លាក់ frame មិនឡើងកម្ដៅជាមួយ Liquid Cooling Hydro Flow និង AMOLED 144Hz លេងឈ្នះគ្រប់ការប្រកួត ដល់មកអត់មុនហ្នឹងគេផោក Remilo ណាកដែនសាបើកកតេលហើយរុនបើកក្តារអុកទៀតប៉ុន្តែអ្នកតកាជួយបុកស៊ីហើយសម្បី SOD Remi ឈោរីខលគៀតអន្តិចឯងកុំឲ្យកុំត្រូវ វ៉ូ មិនញ៉េពេមិនជាហ៊ានទេ អេបាដូ បាទ មានអារម្មណ៍គេមកកាក់បាទូ វាយបាត់ទូមិនដាច់ អេបុច លៀមមកដល់ដូចគ្នាមកដែរ Gabriel មានការជន់ដកបុកស៊ីដូចគ្នាមកដែរទិញជន់យើងនឹងជន់ឯងយើងនឹងជន់ឯង បាទ យើងនឹងជន់ឯង ជាប់រូប burger ពេញក្បាលហើយបាទ មុំ មកកាក់ វា ឲ្យ យ មក មកដល់ជាមួយដល់ថតលៀមលីនក៏មកដល់ដូចគ្នាប៉ុន្តែលីនលេខ6មកថាយកបានដែរទេក្រាំងទេហើយសេវាយដល់ដល់វាយនៅក្នុងសេយកដល់ចាប់ទៅណាដាក់ថែមអត់ទេចាប់ជើងដូចគ្នាមកដែរចាប់ជើងជាប់លៀមឡាជីកោដែរទេឡាជីកោបយចុយមួយបុកស៊ីសម្រាប់បយចុយមកដល់កាប់ថែមទៀតបាត់បោជាមួយកដេសាបាត់បងពី hero បាត់ទៅហើយជាមួយនឹងថតមួយ ពី hero ទៅថតមួយបំផបោះមួយទៀត យ៉ា what បាទអស់លីង អូពីគេ free farm នៅក្នុងដែរនៅខាងលើ បាទបោះពូតខោតែម្ដងបាញ់មិញបាទមានសល់អ្វីឡើយ បាទ ឥឡូវ ខា គេ ងចាប់ស្តានមួយកាប់យកលៀមចង់ទៅណាកន្លោះមួយទៀតអស់ flicker មកហើយពេញ skill ហើយណា ខាងក្រោមប៊ីបុកដាច់ត្រេតដែរជាវ៉ាន់ ជាវ៉ាន់នៅខាងក្រោមដាច់បាត់ហើយ តែទៀតហើយបាទូ ម៉ាំងអូ គ្រាន់តែញ៉ាំតែម្ដង ច្បាស់ទៅលេង បាទឌូចោលឡែនទុកឡែនឲ្យជាមួយនឹង detective clear ហើយគាត់ទៅរំខានទៅលើ lane នេះហើយគឺជាភាពខ្លាំងរបស់ Uranus តែខ្ញុំចង់ឃើញពេលដែល Felix លេងហ្នឹងខ្ញុំចង់និយាយចឹង វ៉ាន់ទៀតហើយបួកអ៊ុយផោកអូឡាវជីកដែរទេអូយ អត់ទេបាទជីកគេដឹកយកទៅផ្ទះបាត់ឡើយ អូយកំហឹងបយម៉ៅអូបោលល្មមជួបនឹងស៊ីយ៉ាងម៉េចដែរដេញវាយយកដល់ទៅលើកដេសាសជាបដៃអូអត់ដាច់ទៀតលៀមបោកស៊ីអញមានបញ្ហាលោតជន់យកទៅលើបោកស៊ីជន់តែបន្តអេអូ no ជន់ខថាគេបាត់ហើយ អូ SOD របស់វិគីសម្លាប់បោកស៊ី2ដងហើយ វ៉ាវ Vicky ច្បាស់មែនតើជាមួយនឹង ultimate របស់គាត់បាទចង្កាក់ប្រហារបុកស៊ី បាទមក SOD 2ដងណា យេ បាទ កថលបាទត្រាស់ control មួយនេះគឺមានអារម្មណ៍ថាការ control របស់ CIU គាត់ល្អជាងតែសារមានជាមួយនឹង Galo យេ team fight កាត់ឡើងដោយសារតែ Sing គាត់តែងតែ join team fight អីយ៉ាកដេនសា ចំណែក Vicky គាត់ join តែពេលណាគាត់ទប់ SOD ត្រូវទេ បើក្រៅវិញទៅមុនបតកអល់ទីមួយចាប់សាន់ជាប់3នាក់ដូចគ្នាដែរគ្រាន់តាធ្លាក់អល់ទីមកបើរុនចុចកសែអល់ទីយកមក យេណាមួយបតក stand មិនដាច់ skill របស់រុនទេតែគាត់ថាធ្វើឲ្យរុនហ្នឹងបតកអត់ចាញ់ដែរ ហ្នឹងហើយគាត់កសែយកហ្មងមែនកសែដែរ ចុះខ្លាចគេលោតវាយព្រោះមិនឃើញ detective នៅក្បែរហ្នឹងដែរ ហ្នឹងហើយថត free ទៀតហើយ3ថតចូលទៅកាន់ CLU Gaming បាទដូចោលឡែនហើយបាទដូចោលឡែនដល់កឡុកគេយកតែម្ដងបាទ ដល់ឡាំគេ តន hero យើងនៅខ្លាំងកឡុកគេឲ្យទេគេវាយលើ ឈីងគេគេតែគេជិះកាត់ឈាមឥឡូវចាប់ដើមជិះកាត់ឈាមអត់ដែរនេះ បាទមកចាក់ midland មានអារម្មណ៍គាត់ចង់បាន tier 1តែដូចជាអត់ទេអូយឈឺ ឈឺខ្លាំង ready no more hunter strike បាទ ready បាយប៉ងខាងក្រោមកដេនសាមិនអាចទុកជាប់នោះទេភ្លាមមានការបើកកតេលយកតាមដល់ដេញជាប់នៅខាងក្រោយទីមេឃរុនអហ្វ្រិកមកហើយជាមួយនឹងរុន gold ភ្លាមចាប់ជិញកដេនសាមកខាងក្រៅក៏ដូចគ្នាបងដែរតែសារអស់កតេលដូចជះវាយទៅដល់ដៃដូចគ្នាបងជាមួយនឹងកដេនសា purify មួយខាងកតេលលោតចេញពីកណ្ដាលអស់វាយកការព្រៀង free ដូចគ្នាបងដែរលោតជាប់វាយលោតវាយពីកាត់លេ ultimate ចាប់ស្តាត់ជាប់3នាក់មកជាមួយនឹង detective ប៉ុន្តែ finisher មិនបានទេគេរត់ចូលប៉មអស់បាត់ហើយ ទៅវិញអើយបាទវិញមកតែឡើងទៅវិញហើយបាទមកដែរតែចង់ពេលគេដឹងដែរមិញមានអារម្មណ៍គាត់ដឹង map read ដឹងដូចគ្នាជាមួយនឹង movement របស់ detective យ៉ា ណាមកគាត់ដឹងឆ្មាកន្លែងមិញក៏មានរឿងអីទៅ team fight បន្តទៀតព្រោះដឹងថា Gabriel នឹងលុងហើយបាទគាត់នឹងបោះ Gabriel ដើម្បីបន្តចាំ contest ជាមួយនឹង lot ទី1ដូចគ្នា យ៉ា បាទចឹង ultimate នឹងមានវិញនៅក្នុងតែ lot ទី1នៅពេលដែល lot ចេញមកតែ spell របស់ run អាចនឹងមិនមានទៀតនោះទេហើយក៏ដូចជា box C ដូចគ្នាផងដែរ យ៉ារបស់នោះអត់មាន ulti ចុចមាន ulti ចុចទេនោះ
មានអីទៀត បុច អត់មានអ្នកវាយបងយើងមិនភ្លេចដែរជាមួយនឹងគម្រោង Cell Card AO Gamer កញ្ចប់ AO Gamer បានទាំងអ៊ីនធឺណិតទេពេជ្រនិងគម្រោងតែមួយបង្កើតសម្រាប់ Gamer ដែលចូលចិត្តលេង Mobile Legends Bang Bang អត់អស់ទិន្នន័យគម្រោងប្រចាំសប្តាហ៍$1កន្លះទទួលបាន8 GB ទេផ្សាយក្នុងប្រព័ន្ធ60និងពេជ្រ35ដើម្បីភ្ជាប់សូមចូលទៅកាន់ Cell Card App បាទអែមស្នេហ៍លេងជាមួយនឹងតារ៉ាជាឈូតារ៉ាណាមីតឡែនមិនតាន់យកបាននោះទេ យេបាទចាំមើលអាចទៅជាងណាប៉ុណ្ណាអូ ខំសៀលទៅឃើញដូចគ្នាបាទនោះបើកមែបឲ្យមើល រាច់ អីហៅសេះចាក់ហោមដេញវាយយករំដងជាមួយនឹងការហៅសេះផ្សាយហោមហេសេះផ្សាយហោមទៀត បាទអញ្ចឹងគឺ free lot SOD បាទ 3 2 1 វ៉េ អំបាញ់មិញបើសិនជាខាង CU អត់ហូលអាចនឹងមានបញ្ហាដែរ បាទ ដឹងយល់ទៅវ៉ាវវិក និយាយទៅ មីងល្អមែនទេ យ៉ាពុទ្ធសាស detective ក៏ដឹងដែរថាអូកន្លែងហ្នឹងគេដឹងយើងវាយឡតហើយគេដល់គប់មកពុទ្ធសាសពេលគេអូស mini map ទៅឃើញទូប៊ូមប៊ូក៏ឃើញពុំវាយឡតលឺសលេងអញ្ចឹងគេគប់មក បាទវ៉ាដូដេញញោះគេមែនដែរបាទ detective លំវា15នៅក្នុងនាទីទី9និង23វិនាទីបាទ បាទជាមួយនឹង Lord call out នៅខាងក្រោម មកទេពៀន5ដេញជួនហើយ burger ពេញ steak ដូចគ្នាបងដែរ អេពេញណាមិនពេញហ៎ អត់ពេញអត់ បាទពេញទេបាទជាមួយនេះវាយបន្តតែ Lord នៅខាងក្រោមជាមួយនឹង Seal Turret គឺអត់មានទេនៅខាងក្រោមបែក Seal បាត់ហើយណា បាទ 9នាទីតែបែក Seal នៅខាងក្រោមបាត់ទៅហើយ មើលប្រឡំបកើគៀបចុះគៀបឡើងនេះយកប៉មមិនបានបាត់ អូ អូយ អូយអត់ទេអត់បែក ចង់ Seal ការ ទេ ពារសៀល បាទគេការពារ Seal បានល្អចង់ឲ្យតែ Tier 3នៅខាងក្រោមមិនតែប៉ុណ្ណោះ បាទយកបានឬបានខ្ញុំមើលទាំងអស់គ្នា ព្រី បោចយកបាន ក៏ដឹងថា បាទ បុច មិន បុ ឲ្យ ចអូឌីងជីជន់យកទៅដល់ចេញដល់ទម្លាក់អត់មែនមួយពោចាក់ស្តាចំ4នាក់មិនមានអ្នកចាំជួយទេស៊ីខ្លួនបាយយកទៅអូយកាចា បាទរៀងកាញ់ជីក អូយក្របពេជ្រកម្ពុជា Oh my god មិនអីដែរព្រោះតែសារតែបាញ់មិញក៏កាដិនសាក៏ព្យាយាមទប់ជាមួយនឹងតារ៉េតដែរណា បាទ ដោមួយជាជាងការបាត់បង់ Tier 3 បើកោទៅលុកចំមកហើយជួយដល់បុយរ៉ុនចង់ទៅណាបុយរ៉ុនអត់មាន2នោះទេដឹកជូនបងស៊ីចូលអាងទឹកយកដល់ដើម្បីពជាពេលវេលាដើម្បីឲ្យគ្នាគាត់យកជាមួយដល់ Tier 3នៅ Midland នោះទេលៀមយកជាមួយដល់ Tier 3នៅលើបន្តទៀតដូចគ្នាបុកវាយយកដល់ទៅលើស៊ី SOD គប់វិកីគប់តកោ No one can stop Vicky the ball kill គេមិនដែរវាយទៀតគប់ជាមួយមកឈូដាច់បាត់ទៅហើយ មាននានបាយទេ Ball kill ពីទៅថៃជើ Maniac and wipe out ចាញ់ចំណេះនៅក្នុងវគ្គទី1ក៏បានទៅលើ CU Gaming អូយ Smooth នេះ បាទអំបញ្ញមិញនឹងឃើញរូបភាពទឹកដៃមានចូលក្នុងផ្ទះរវាងបយរុនក៏ដូចជាតុកស៊ី អូយពូម៉ាក់គេឡាញ់នេះ បាទតែមិញដូចជាការ stress ចំណេញអ្វីដែលគាត់ធ្វើគឺត្រូវហើយបាទតែរសារស៊ីងមិញដើរដល់ផ្លូវតលហើយព្រោះមានកទេទេអស់កទេហើយតែជាហេតុគេដេញវាយណាមួយក៏គាត់ដឹងច្បាស់ថាបើទោះជាមមតែគាត់វាយគាត់ដាច់ក៏គាត់អាចនឹងយកបានទៅលើវិគីវិញហើយគ្នាគាត់ដាច់3នាក់បានហើយណា4នាក់នៅបន្តទៀត5នាក់វាយមកក៏បញ្ចប់វគ្គយកតែម្ដងបាទវ៉ាវណាមួយដូចនិយាយចឹងតារ៉ារបស់ខាង CU អំបញ្ញមិញដល់ពេលដែលគាត់ដកកលូមកធ្វើឲ្យគាត់ស្រួល control objective ខ្លាំងមែនទេ ហ្នឹងហើយ ណាមក Uranus គាត់ក៏ចំណេញហើយអ្វីដែលខ្ញុំឆ្កឹះអាបន្តិចហ្នឹងណានៅពេលដែលខ្ញុំឆ្ងល់ដែរ Gold Crab ហ្នឹងគឺអាចឲ្យទៅកាន់experience